ដោយសារតែការភ័យខ្លាចញោមអើយនេះមិនមែនភ្ញៀវបុណ្យទេណាបងអាត្មាមុនមកមើលផ្ទាល់ហ្នឹងបងប្អូនយើងដែលភៀសសឹកពីកន្លែងព្រំដែនណាពួកគាត់ភាគច្រើនបងប្អូនកងទ័ពនៅជួរមុខគាត់អញ្ជើញមកស្នាក់នៅវត្តគោ5000ដើមយើងក៏ណាត់ញាតិញោមអើយការភ័យខ្លាចនៅព្រំដែនយើងដោយសភាពការមិនប្រក្រតីដូច្នេះហើយពួកគាត់នាំគ្នាមកនាងនៅភូមិណាសែនជ័យហ៎បានហូបអីញោមអត់ស្លហ្នឹងហ៎នេះញោមពួកគាត់ស្នាក់នៅកន្លែងនេះឯងបានកមាញ់ហ៎បានអរគុណណាស់ហើយបានកន្លែងទៅហ្នឹងហ៎សម្រាប់ទៅញោមស្រួលក៏ញោមអើយឃើញនេះស្ថានភាពពួកគាត់ក៏ញោមមកពីភូមិណាហ្នឹងញោមមកដល់មកម៉ានមកពីម្សិលលោកហ៎ហើយយកទៅសពាយតាណាហ្នឹងដាក់ស្អីខ្លាំងប្រាអញ្ចឹងញោមអញ្ជើញទៅណាបងណាអញ្ជើញតរហូតរៀបកន្លែងឲ្យបានកន្ទេលបានអីនៅលោកមើលទៅណាញោមណាត្រូវការអីប្រើប្រាស់អាហ្នឹងទៅមានអីម្ចាស់ថ្លៃធ្វើម៉េចធ្វើយើងទាំងអស់គ្នាម្ចាស់ថ្លៃហើយហ្នឹងហើយបងប្អូនយើងអ្នកមកស្នាក់អាស្រ័យហើយឥឡូវហ្នឹងកំពុងតែណាអរគុណណាជាមួយបងប្អូនយើងទាំងអស់គ្នាមានសន្តិសុខមានអីថ្នាក់ដឹកនាំយើងយកចិត្តទុកដាក់ណាម្ចាស់ថ្លៃអរគុណថ្នាក់ដឹកនាំគ្រប់10ថ្នាក់អរគុណរដ្ឋាភិបាលចូលយកចិត្តទុកដាក់ឲ្យអាត្មាក៏ចូលរួមណាបកលទីកន្លែងជូនសហការជាមួយឲ្យស្នាក់អាស្រ័យប្រើប្រាស់ចោះម្ចាស់ថ្លៃនេះកំពុងតែរៀបចំប្រព័ន្ធទឹកកត់គងជូនបងប្អូនយើងណាកម្មភាពអេដាមដល់ផ្សេងដល់បងប្អូនយ៉ាងបងប្អូនតំណាងណាស់ដែលបានមកដល់វត្តមក5000ដើមយើងនេះយ៉ាងបងប្អូនឆ្លៀតឱកាសទៅធ្វើបទនមស្ការនិងស្ដាប់អាវាតរបស់ព្រះអង្គផងដែរព្រះអង្គ